សាលារាជធានីភ្នំពេញសហការជាមួយនឹងអង្គការសុខភាពពិភពលោកបានចុះបង្ក្រាបព្រឹកមិញនេះក្នុងការដាក់ផ្សាយពាណិជ្ជកម្មបារីនៅតាមទីសាធារណៈខុសច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារថ្នាំជក់ការបង្ក្រាបនេះបានញ៉ាំងឲ្យមានប្រតិកម្មពីក្រុមហ៊ុនថ្នាំជក់អង់គ្លេសអាមេរិកកម្ពុជា British America Tobacco តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថាប្រជាជនកម្ពុជាយ៉ាងហោចណាស់ 10000 នាក់ក្នុងមួយឆ្នាំបានស្លាប់ដោយសារការជក់បារីឬការស្រូបផ្សែងបារីពីគេរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2011បានចេញអនុក្រឹត្យស្តីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដែលអនុក្រឹត្យនោះតម្រូវឲ្យគ្រប់ក្រុមហ៊ុនថ្នាំជក់ផលិតករក្នុងស្រុកអ្នកនាំចូលផលិតផលថ្នាំជក់អាជីវករអ្នកពាក់ព័ន្ធនឹងការផ្សព្វផ្សាយនិងអ្នកចែកចាយផលិតផលថ្នាំជក់នៅក្នុងប្រទេសកម្ពុជាត្រូវតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាផ្ទាំងរូបភាពផ្ទាំងប៉ាណូផ្ទាំងបដាផ្ទាំងគំនូរឬបានផ្សព្វផ្សាយផលិតផលថ្នាំជក់ជាសាធារណៈនិងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជារូបភាពចល័តនៅលើជញ្ជាំងរថយន្តឬលើយានជំនិះគ្រប់ប្រភេទទាំងស្រុងអនុក្រឹត្យនោះបានចូលជាធរមានរយៈពេល6ខែក្រោយពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2011ដែលនេះគឺជាការឆ្លើយតបទៅនឹងមាត្រាទី13នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់នៅថ្ងៃទី7សីហានេះមន្ត្រីសាលារាជធានីភ្នំពេញសហការជាមួយនឹងសាលាខណ្ឌមានជ័យមន្ត្រីអង្គការសុខភាពពិភពលោកនិងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបការដាក់ស្លាកផ្សព្វផ្សាយបារីនិងបានណែនាំអប់រំប្រជាពលរដ្ឋអំពីការដាក់តាំងលក់បារីព្រមទាំងផលវិបាកនៃផ្សែងបារីផងដែរការចុះអនុវត្តនៅក្នុងខណ្ឌមានជ័យនេះគឺធ្វើឡើងតាមដងផ្លូវជាតិលេខ1នៅក្នុងសង្កាត់មួយចំនួននៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញអភិបាលរងខណ្ឌមានជ័យលោកប៊ីសុភ័ណ្ឌបានថ្លែងថាការបង្ក្រាបនិងការអប់រំដល់អាជីវករនេះគឺជាការអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលគោលដៅរបស់សាលាខណ្ឌមានជ័យនេះទីពលអីចូលរួមជាមួយយើងខ្ញុំដើម្បីធ្វើការតាមការសិក្សារបស់អង្គការសុខភាពពិភពលោកមនុស្សប្រមាណជាជិត6លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងសកលលោកហើយក្នុងចំណោមនោះអ្នកស្លាប់ជាង5លាននាក់គឺជាអ្នកកំពុងប្រើនិងធ្លាប់បានប្រើប្រាស់ថ្នាំជក់ហើយមនុស្សប្រមាណជាង6សែននាក់ទៀតគឺជាអ្នកទទួលស្រូបផ្សែងបារីពីគេអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាចំនួនមនុស្សស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នឹងមានរហូតដល់8លាននាក់នៅក្នុងឆ្នាំ2030បើសិនណាជាគេមិនបានចាត់វិធានការទាន់ពេលវេលានោះទេយោងតាមអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ត្រង់មាត្រាទី10បានចែងថារាល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ដែលមិនគោរពបទបញ្ញត្តិនៃអនុក្រឹត្យនោះត្រូវទទួលទណ្ឌកម្មដូចតទៅទី1ព្រមានជាលេខអក្សរទី2ដកហូតការផ្សព្វផ្សាយផ្ទាំងរូបភាពផ្ទាំងប៉ាណូផ្ទាំងបដាផ្ទាំងគំនូរឬបានផ្សព្វផ្សាយផលិតផលថ្នាំជក់ផ្សេងទៀតទី3ផ្អាកការប្រកបអាជីវកម្មបណ្ដោះអាសន្ននិងទី4បិទអាជីវកម្មជាស្ថាពរក្នុងករណីមិនរាងចាលទូរទស្សនិកជនការបង្ក្រាបនេះទោះបីជាយ៉ាងណាក៏ដោយត្រូវក្រុមហ៊ុនបារីអង់គ្លេសអាមេរិកកម្ពុជាបានប្រតិកម្មមកវិញនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយផ្ញើមកកាន់ Absaranet ក្រុមហ៊ុនថ្នាំជក់ BAT បាននិយាយថាគេមានការភ្ញាក់ផ្អើលចំពោះយុទ្ធនាការចុះពង្រឹងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងលក់តូបលក់និងហាងលក់ផលិតផលថ្នាំជក់របស់សាលារាជធានីភ្នំពេញនិងខណ្ឌទាំង9ក្រុមហ៊ុនថ្នាំជក់អង់គ្លេសអាមេរិកកម្ពុជាក្នុងសេចក្តីប្រកាសបានអះអាងថាក្រុមហ៊ុនគេដែលទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលគឺជាក្រុមហ៊ុនត្រឹមត្រូវនិងជាគំរូក្នុងការបំពេញនូវកាតព្វកិច្ចបង់ពន្ធជូនរដ្ឋហើយដែលជាក្រុមហ៊ុនដែលជានិច្ចកាលតែងតែអនុវត្តបានទៅតាមច្បាប់និងបញ្ញត្តិនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាសេចក្តីប្រកាសដដែលបាននិយាយទៀតថាក្រុមហ៊ុនតែងតែស្វាគមន៍នៅរាល់គំនិតផ្ដួចផ្ដើមនិងការអនុវត្តច្បាប់ទាំងឡាយណាដែលស្របទៅតាមមូលដ្ឋានគតិយុត្តតម្លាភាពនិងត្រឹមត្រូវនិងតែងតែធ្វើការពិគ្រោះយោបល់និងសុំការណែនាំពីសំណាក់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធដទៃទៀតជុំវិញបទបញ្ញត្តិនានាទាក់ទិនទៅនឹងការអនុវត្តច្បាប់របស់ផលិតផលថ្នាំជក់ក្រុមហ៊ុន BAT និយាយទៀតថាក្រុមហ៊ុនតែងតែអនុវត្តអនុលោមទៅតាមអនុក្រឹត្យចុះនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2011ស្តីពីការហាមឃាត់ចំពោះការផ្សព្វផ្សាយផលិតផលថ្នាំជក់
និងប្រកាសលេខ290អសបចុះថ្ងៃទី1មេសាឆ្នាំ2011ស្ដីពីការអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាផ្ទាំងប៉ាណូនិងការឧបត្ថម្ភដោយក្រុមហ៊ុនថ្នាំជក់ក្នុងកម្មវិធីសាធារណៈផ្សេងៗលើកលែងតែការផ្សព្វផ្សាយផលិតផលថ្នាំជក់ដែលមានទំហំ600សង់ទីម៉ែត្រការ៉េក៏ដូចជាការដាក់តាំងបង្ហាញផលិតផលថ្នាំជក់តែមួយកញ្ចប់ស្មើនឹង20ដើមក្នុងឈ្មោះផលិតផលនីមួយៗនៅក្នុងធុងបារីនៅកន្លែងលក់ឬតូបលក់ឬហាងលក់ផលិតផលថ្នាំជក់ដែលបានកំណត់ឲ្យអនុវត្តតាមអនុក្រឹត្យនិងប្រកាសខាងលើសេចក្តីប្រកាសព័ត៌មានបានត្អូញត្អែនៅគ្រាដែលសមត្ថកិច្ចខណ្ឌទាំង9បានចុះធ្វើការដកហូតធុងបារីក៏ដូចជាការបញ្ជាឲ្យទម្លាក់នៅរូបភាពផ្សព្វផ្សាយផលិតផលថ្នាំជក់ដែលមានទំហំ600សង់ទីម៉ែត្រការ៉េពីទីតាំងនៅកន្លែងលក់តូបលក់ឬហាងលក់ផលិតផលថ្នាំជក់នៅព្រឹកមិញនេះសេចក្តីប្រកាសព័ត៌មានដដែលបាននិយាយទៀតថាក្រុមហ៊ុនពុំដែលទទួលបានការជូនដំណឹងក៏ដូចជាសេចក្តីណែនាំផ្សេងៗទាក់ទិនទៅនឹងការអនុវត្តដែលផ្ទុយទៅនឹងអនុក្រឹត្យនិងប្រកាសពីសំណាក់ក្រសួងសុខាភិបាលក៏ដូចជាស្ថាប័នអនុវត្តច្បាប់នានានោះទេក្រុមហ៊ុន BAT និយាយថាការដែលមិនបានជូនដំណឹងដោយបានចែងនៅក្នុងបញ្ញត្តិខាងលើនេះនឹងអាចបង្កឲ្យមានការភ័ន្តច្រឡំសម្រាប់ក្រុមហ៊ុនរបស់ខ្លួនផ្ទាល់ក៏ដូចជាអាជីវករលក់បារីហើយវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការប្រកបអាជីវកម្មតូចៗដែលជាអ្នកលក់ផលិតផលស្របច្បាប់នេះក្រុមហ៊ុន BAT បានថ្លែងថាគេបានផ្ញើលិខិតជូនក្រសួងសុខាភិបាលរួចហើយដើម្បីសុំការបំភ្លឺនិងការណែនាំលើបញ្ហាតាក់ទងការបង្ក្រាបខាងលើនេះក្រុមហ៊ុនថ្នាំជក់ដដែលបានបន្ថែមថាគេសូមអំពាវនាវនិងសូមសំណូមពរពីសំណាក់ក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញសូមផ្ដល់នូវសេចក្តីអនុញ្ញាតឲ្យមានវេទិកានៃការជួបពិភាក្សាប្រឹក្សាធ្វើការបកស្រាយនិងជំរះចោលនូវភាពមន្ទិលសង្ស័យទាំងឡាយលើការអនុវត្តច្បាប់ពីភាគីដែលពាក់ព័ន្ធនៅក្នុងនោះរួមមានអាជ្ញាធរមានសមត្ថកិច្ចខាងលើនិងឧស្សាហកម្មថ្នាំជក់ដើម្បីធានាឲ្យបាននូវការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនិងប្រកបដោយតម្លាភាពអាជ្ញាធររាជធានីភ្នំពេញនៅមិនទាន់មានប្រតិកម្មចំពោះការលើកឡើងរបស់ក្រុមហ៊ុនថ្នាំជក់នេះនៅឡើយទេកំទៀងអប្សរាណេត